cha sầm chim rượu xô lục cừu nè cừu prom tèng bong bồn tam kẻ tham ở cùng prong đằng tiết dương nương ban chôn rôm chmui khnia swang rau pre bần tôn ở cùng prong hallelujah dương nương lực sầm lệ dương lang sa sa đầm càng prong vì pro dương nương tha caได้sa sa đầm càng prong cứ prong ban cọp ព្រះហឫទ័យ Hallelujah អរគុណព្រះអង្គអញ្ចឹងយើងលើកសម្ដែងយើងឡើងសរសើរដំណើរព្រះអង្គនៅក្នុងពេលនេះ Hallelujah នេះគឺជាថ្ងៃដែលព្រះបានបង្កើតយើងមានអំណរហើយយើងអរសប្បាយនេះគឺជាថ្ងៃដែលព្រះបានបង្កើតយើងមានអំណរហើយយើងអរសប្បាយនេះគឺជាថ្ងៃដែលព្រះបានបង្កើត Hallelujah អរគុណព្រះអង្គនេះគឺជាថ្ងៃដែលព្រះអង្គបានបង្កើតឲ្យយើងទាំងអស់គ្នាដើម្បីមានការរស់នៅមានសេចក្តីសុខសាន្ត Hallelujah អរគុណព្រះអង្គ នៅក្នុងពេលនេះខ្ញុំសូមបានរៀនព្រះបន្ទូល1 Korinto ចំពោះ10ខ31ដូច្នេះទោះបីអ្នករនគ្នាបរិភោគឬផឹកឬធ្វើអ្វីក៏ដោយចូលធ្វើអ្វីទាំងអស់ដើម្បីសិរីរុងរឿងរបស់ព្រះជាម្ចាស់ចុះអាមែនអរគុណព្រះអង្គព្រះអង្គអើយពួកកូនជួយមកស្វែងរក ព្រះបន្ទូលពួកកូនចូលមកស្វែងរកការណែនាំនៃព្រះវិញ្ញាណកូនសូមព្រះអង្គណែនាំទាំងអស់បងប្អូនកូននៅក្នុងពេលនេះដើម្បីបានដឹងបានយល់ពីការល្អនៅក្នុងព្រះបន្ទូលដែលព្រះអង្គបានដាក់មកឲ្យទាំងអស់បងប្អូនកូនអរគុណព្រះអង្គកូនសូមអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន អាមែនអរគុណព្រះអង្គ ព្រះបន្ទូលពិតជាអស្ចារ្យមែនអរគុណព្រះអង្គយើងនឹងថាយើងគឺជាគ្រីស្ទានយើងគឺជាអ្នកដែលបានព្រះអង្គហៅដើម្បីធ្វើការយ៉ាងល្អឲ្យព្រះអង្គអញ្ចឹងយើងនឹងថាការអ្វីការនៅក្នុងការរស់នៅរាល់ថ្ងៃនេះដែលមកពីព្រះអង្គទាំងអស់ហើយនឹងសម្រាប់ឲ្យព្រះអង្គមិនត្រឹមថាដែលការយើងចូលមកយើងថ្វាយបង្គំយើងសរសើររំកើងព្រះអង្គឬមួយការយើងអធិដ្ឋានព្រះអង្គបន្តថាការនោះគឺជាសម្រាប់ព្រះអង្គប៉ុន្តែព្រះបន្ទូលដាក់មកមិននៅក្នុងការដែលធម្មតាការរស់នៅរាល់ថ្ងៃការទៅធ្វើទៅរៀនឬមួយនៅក្នុងការដែលយើងបរិភោគនៅក្នុងការដែលយើងផឹកទាំងអស់នឹងសម្រាប់ថ្វាយសិរីរុងរឿងដល់ព្រះអង្គអាមែនអញ្ចឹងយើងថាយើងមានជំនឿប៉ុន្តែយើងថាយើងមានជំនឿយើងថាយើងធ្វើការយ៉ាងល្អដូច្នេះយើងមិនថាកាលណាខ្ញុំបានទៅព្រះវិហារមិនខ្ញុំធ្វើបានល្អខ្ញុំទៅព្រះវិហារមិនខ្ញុំដឹងអធិដ្ឋានខ្ញុំនឹងសរសើរដំណើរព្រះអង្គប៉ុន្តែនៅកន្លែងណាក៏ដោយនៅទីណាក៏ដោយនៅពេលណាក៏ដោយព្រះអង្គចង់ឲ្យយើងដំកើងព្រះនាមព្រះអង្គចង់ឲ្យយើងថ្វាយសិរីរុងរឿងដល់ព្រះអង្គអាមែនអញ្ចឹងអ្នកដែលជឿព្រះអង្គព្រះអង្គហៅរស់ដោយសារព្រះនាមព្រះអង្គអាមែនមិនត្រូវថាខ្ញុំរស់ដោយសារនាមខ្ញុំទេតែយើងថារស់ដោយសារព្រះនាមព្រះអង្គពីព្រោះព្រះនាមព្រះអង្គគឺជាព្រះនាមខ្ពង់ខ្ពស់គឺជាព្រះនាមដែលមានអំណាចអញ្ចឹងយើងថាធ្វើការអីយើងមិនសួរថាខ្ញុំធ្វើការនឹងខ្ញុំបានអីដូចថាការណាដែលយើងទទួលបាននៅក្នុងការងារនឹងធ្វើប៉ុន្តែឥឡូវនេះយើងសួរថាការនោះដែលខ្ញុំធ្វើទៅវាមានសេរីរុងរឿងថ្វាយដល់ព្រះជាម្ចាស់ទេយើងអាចសួរថាយ៉ាងនេះដោយថាបើថាការនោះធ្វើយើងអាចថ្វាយសេរីរុងរឿងដល់ព្រះអង្គយើងនឹងធ្វើបើថាការនោះអត់ថ្វាយសេរីរុងរឿងព្រះអង្គយើងកុំធ្វើអាមែនអរគុណព្រះអង្គដែលខ្ញុំរៀនបានយ៉ាងច្រើនហើយព្រះអង្គយើងថាអ្នកដែលជឿព្រះអង្គមិនហៅថាកាលណាកូនទៅកន្លែងបងប្អូនកូនគឺជាគ្រីស្ទានជាមួយគ្នាមិនកូនបង្ហាញពីការល្អរបស់ព្រះអង្គមិនកូនស្រឡាញ់ហើយកូនធ្វើត្រឹមត្រូវប៉ុន្តែព្រះអង្គហៅយើងថាទោះបីជាការដែលយើងរស់នៅរាល់ថ្ងៃយើងត្រូវតែល្អជាមួយគ្នានៅក្នុងការដែលយើងប្រើប្រាស់
លុយប្រាក់អញ្ចឹងដែរយើងត្រូវតែចេះដឹងហើយនៅក្នុងដែលការដែលយើងធ្វើការអញ្ចឹងដែរហើយដល់ការដែលយើងរស់នៅចិត្តខាងអញ្ចឹងដែរយើងទាំងអស់ដើម្បីថ្វាយសិរីរុងរឿងដល់ព្រះអង្គអញ្ចឹងធ្វើអីក៏ដោយយើងត្រូវតែនឹកដឹងថាព្រះអង្គគង់នៅជាមួយយើងការអ្វីយើងធ្វើនឹងថ្វាយដល់ព្រះអង្គអាមែនសូមព្រះអង្គប្រទានពរដល់បងប្អូននៅក្នុងថ្ងៃថ្មីមានសរៃជោគជ័យមកពីព្រះអង្គអាមែនអរគុណហាឡេលូយ៉ា